យើងទៅចាប់អារម្មណ៍អំពីការលោតឆាត់លក្ខណៈមិត្តភាពអន្តរជាតិដែលរៀបចំឡើងដោយបញ្ជាការដ្ឋានទ័ពពិសេសរយៈពេល3ថ្ងៃលោកបណ្ណាគឺរយៈពេល2ថ្ងៃធ្វើឡើងនៅក្នុងស្រុកអូរ៉ាល់នៃខេត្តកំពង់ស្ពឺហើយមួយថ្ងៃទៀតធ្វើនៅស្រុកបន្ទាយស្រីខេត្តសៀមរាបហើយការលោតនេះគឺថាបានបញ្ចប់ដោយភាពជោគជ័យអាយុដំម្ដងស្នេហ៍ឯកចាប់ភក្តីមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការដ្ឋានទ័ពពិសេសរួមជាមួយលោក Steven ប្រធានក្រុមប្រតិបត្តិការលោតអន្តរជាតិដឹកនាំក្រុមលោតអន្តរជាតិចម្រុះជាតិសាសន៍រយៈពេល2ថ្ងៃនៅភូមិសាស្ត្រភូមិដូងឃុំតាសាលស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺនិងលោតឆាត់មិត្តភាពអន្តរជាតិមួយថ្ងៃទៀតនៅក្នុងភូមិតាកោះឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបរវាងក្រុមលោតឆាត់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកនិងក្រុមលោតឆាត់សង្គ្រាមពិសេសកងទ័ពជើងគោកភូមិបន្ថៃដែលដឹកនាំដោយឧត្តមសេនីយ៍ឯកចាប់ភក្តីនិងឧត្តមសេនីយ៍ឯកណាត់ថាវុធណាខានណាខនមេបញ្ជាការសង្គ្រាមពិសេសកងទ័ពជើងគោកភូមិបន្ថៃលោកវរៈស្នេហ៍ឯកសុកនូសាននាយកសាលាទ័ពពិសេសតេជោសែនអូរ៉ាល់បានឲ្យដឹងថាការអនុវត្តលោតឆាត់មិត្តភាពអន្តរជាតិទាំង3ថ្ងៃកន្លងមកនេះ2ថ្ងៃគឺថ្ងៃទី25ដល់26ខែឧសភាធ្វើនៅសាលាវឹកវើទ័ពពិសេសតេជោសែនអូរ៉ាល់មានអ្នកលោតឆាត់ចម្រុះជាតិសាសន៍ចូលរួមចំនួន77នាក់មានកម្ពុជា58នាក់ក្នុងនោះលោតឆាត់មូល35នាក់លោតឆាត់បញ្ជា23នាក់និងអ្នកលោតឆាត់ចម្រុះជាតិសាសន៍19នាក់លោតឆាត់បញ្ជា4នាក់និងលោតឆាត់មូលចំនួន15នាក់ចំណែកឯការលោតឆាត់មិត្តភាពអន្តរជាតិមួយទៀតដែលប្រពធ្វើនៅទឹកដីអង្គរខេត្តសៀមរាបកាលពីថ្ងៃទី28ខែឧសភាម្សិលមិញដែលជាការលោតប្រភេទឆាត់បញ្ជាគឺធ្វើឡើងរវាងក្រុមលោតឆាត់របស់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកជាមួយក្រុមលោតឆាត់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោកនៃកងទ័ពភូមិន្ទថៃក្នុងនោះអាយដាមមេបញ្ជាការកងទ័ពពិសេសទាំងពីរក៏បានអនុវត្តលោតឆាត់ជាក់ស្ដែងជាមួយគ្នារួមជាមួយនឹងអ្នកលោតឆាត់មកពីសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ផងដែរការអនុវត្តលោតឆាត់មិត្តភាពអន្តរជាតិរយៈពេល3ថ្ងៃនេះបានបញ្ចប់ដោយជោគជ័យនិងទទួលបានសុវត្ថិភាពគ្រប់រូបក្នុងពិធីបំពាក់សញ្ញាឆាត់យោងនិងប្រគល់វត្ថុអនុស្សាវរីយ៍អាយដាមម្ដងស្នេហ៍ឯកណាត់ថាវុធណាខានណាខនបានបញ្ជាក់ថាភារកិច្ចក្នុងការលោតឆាត់នេះកងកម្លាំងទ័ពពិសេសប្រទេសកម្ពុជានិងកងកម្លាំងទ័ពពិសេសប្រទេសថៃត្រូវតែធ្វើកិច្ចសហប្រតិបត្តិការនិងធ្វើការជុំគ្នាហើយការលោតឆាត់នៅពេលនេះជាមួយមិត្តភ័ក្តិបរទេសផ្សេងទៀតគឺជានិមិត្តរូបមួយដើម្បីជាកិច្ចសហការជុំគ្នានឹងយូរអង្វែងតាមរយៈនៃការលោតឆាត់ថ្ងៃនេះគឺជាជំហានទី1ដើម្បីឲ្យប្រទេសនៅក្នុងអាស៊ានធ្វើកិច្ចសហប្រតិបត្តិការអាយដាមក៏បានបញ្ជាក់ដែរថាប្រសិនបើភាគីកម្ពុជាត្រូវការឲ្យភាគីបញ្ជាការដ្ឋានសង្គ្រាមទ័ពពិសេសថៃអាចធ្វើបានគាត់រីករាយនឹងស្វាគមន៍ជាមួយគ្នានេះបាទក្នុងនោះដែរអាយដាមក៏បានអញ្ជើញអាយដាមចាប់ភក្តីនិងសហគ្រីលោតឆាត់ទៅធ្វើទស្សនកិច្ចនៅប្រទេសថៃនិងធ្វើការលោតឆាត់ជុំគ្នានៅទីនោះតែម្ដងនាឱកាសនោះដែរអាយដាមម្ដងស្នេហ៍ចាប់ភក្តីក្នុងនាមមេបញ្ជាការកងទ័ពជើងគោកនិងជាមេបញ្ជាការដ្ឋានទ័ពពិសេសនិងជំនួសមុខឲ្យអាយដាមនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិថៃនិងថ្លែងអំណរគុណដល់អាយដាមមេបញ្ជាការដ្ឋានសង្គ្រាមពិសេសនៃកងទ័ពភូមិន្ទថៃដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកទាំងការបណ្ដុះបណ្ដាលធនធានមនុស្សនិងសម្ភារៈហើយនៅក្នុងនោះដែរអាយដាមចាប់ភក្តីក៏បានបន្តថាការចូលរួមលោតឆាត់មិត្តភាពអន្តរជាតិនៅទីនេះស្របពេលដែលកម្ពុជានិងប្រជាពលរដ្ឋកម្ពុជាកំពុងចូលរួមអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី32ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមរយៈជោគជ័យខាងលើនេះធ្វើឲ្យកម្ពុជាបើកជើងមេឃដ៏ទូលំទូលាយធ្វើឲ្យប្រទេសផ្សេងទៀតយល់ដឹងពីស្ថានភាពកម្ពុជាមានសុខសន្តិភាព
ពេញលេងបើចឹងទេរយៈពេល3ថ្ងៃនៃការលោតឆាត់នេះលោកបណ្ណាឃើញថាប្រកបទៅដោយភាពជោគជ័យហើយសម្រាប់អ្នកលោតឆាត់ទាំងអស់នោះគឺមិនមានគ្រោះថ្នាក់អ្វីទេគឺប្រកបដោយសុវត្ថិភាពទាំងអស់ជាពិសេសនោះអាដាមស្នេហ៍ឯកចាប់ព្រះក្តីនោះលោកបានលោតឆាត់បញ្ជាផ្ទាល់ខ្លួនឯងតែម្ដងបាទហើយបានប្រកបដោយសុវត្ថិភាពជាមួយនឹងមេបញ្ជាការទ័ពពិសេសរបស់ថៃហ្នឹងក៏បានលោតរួមគ្នាផងដែរបាទគាត់មានវ័យចំណាស់មិនមែនប៉ុន្តែសរសើរនៅសមត្ថភាពសេចក្តីក្លាហានរបស់គាត់គឺនៅតែមានបាទគាត់លោតឆាត់ពីលើមកដែរបាទប៉ុន្តែទូរទស្សនិកជនបាទ